កំឡោះនោះគ្រាន់តែយកកាត់ខ្មៅដែលប៉ាជាមហាសេដ្ឋីឲ្យមកដំឡើងថ្នាក់ព្រីមៀមនឹកស្មានមិនដល់ថា1វិនាទីបន្ទាប់ម៉ាស៊ីនឆូតកាត់ចេញសារថាលុយមិនគ្រប់សូមទោសលោកលុយមិនគ្រប់មិនគួរណាប៉ាខ្ញុំឲ្យលុយខ្ញុំ1លានហើយតើមិនក៏ខ្ញុំអត់លុយទៅពេលនោះសង្សារក៏ថាប្រហែលម៉ាស៊ីនឆូតកាត់ខូចហើយមើលទៅប៉ុន្តែពេលនោះកំឡោះក៏ទទួលបានទូរស័ព្ទពីប៉ាប្រាប់កំឡោះថាពួកគាត់ក្រុមហ៊ុនលោកបានខ្សែថនហើយកាត់ខ្មៅដែលឲ្យទៅកូនក៏ត្រូវបានបង្កក់ដែរប៉ុន្តែគាត់ប្រាប់កំឡោះកុំឲ្យខ្លាចយ៉ាងណាមិញពួកគេទើបតែជំពាក់បំណុលរាប់រយលានដុល្លារប៉ុណ្ណោះឮថាជំពាក់រាប់រយលានដុល្លារកំឡោះនោះស្រឡាំងកាំងភ្លាមចំណែកឯនារីឆ្លៀតឱកាសពេលដឹងថាកំឡោះគ្រួសារខ្សែធនហើយក៏បែកគ្នាភ្លាមហើយទៅអង្គុយកៅអីម្ខាងពេលនោះនារីបម្រើការលើយន្តហោះសួរកំឡោះដំឡើងទៅ first class អត់ខណៈដែលកំឡោះកំពុងស្ទាក់ស្ទើរតាសក់លឿងនៅពីក្រោយខ្នងប៉ែជាឲ្យកំឡោះហុចទូរស័ព្ទឲ្យគាត់បន្ទាប់មកគាត់ចុចទូរស័ព្ទមួយសន្ទុះកំឡោះនោះភ្ញាក់ផ្អើលពេលឃើញលុយក្នុងកណីកើនដល់500000ខណៈដែលគាត់ឆ្ងល់ថាលុយនេះមកពីណាតានោះបែរជាប្រាប់ថាជារបស់គាត់បានដាក់ពាក្យស្នើសុំកម្ចីលុយនៅស្ថានសួគ៌ពេលលើបែបនេះទើបយុវជននោះដឹងថាត្រូវលោកតាបញ្ឆោតពេលគាត់ងាកមកមើលទើបដឹងថាលោកតាបានបាត់ទៅហើយពេលនោះក៏សំឡេងលោកតានៅក្នុងខ្យល់ក្នុងរយៈពេល1ថ្ងៃចាប់ពីពេលនេះទៅអ្នកចាយលុយអស់ប៉ុន្មានទិញអីក៏បានលុយត្រឡប់មកវិញគឺ100ដំបូងឡើយយុវជនគិតថាតានិយាយលេងតែពេលគាត់ចំណាយអស់ជាង4000ដើម្បីដំឡើងទៅកៅអីវេប1វិនាទីបន្ទាប់កាន់នីធនាគាររបស់គាត់ក៏មានលុយចូលជាង400,000ខ្ញុំពិតជាអាចបានលុយត្រឡប់មកវិញគឺ100មែនបន្ទាប់មកយុវជនក៏សប្បាយចិត្តនាំបងប្អូនបានមកដល់កន្លែងអង្គុយលំដាប់កំពូលប៉ុន្តែពេលពួកគេចុះពីយន្តហោះឪពុករបស់យុវជននោះបែរជាបើករថយន្ត Rolls Royce មកទទួលគាត់ប៉ាមិនខ្សែធនទេឬហេតុអ្វីប៉ានៅតែអាចបើកឡាននេះបានការពិតឪពុកខ្សែធនហើយក៏ត្រូវបានអ្នកស្រីលីនអ្នកមានចិញ្ចឹមឡានទំនើបនេះគេបង្ខំឲ្យទិញឲ្យគាត់ខណៈពេលដែលយុវជននោះសប្បាយចិត្តជំនួសឪពុកស្រាប់តែរថយន្ត Mercedes Class មួយគ្រឿងមកដល់មុខអ្នកដែលចុះមកគឺកូន3នាក់របស់ត្រកូលលីនពួកគេបោះកាត់ធនាគារ1លានដុល្លារឲ្យបុរសនោះចាក់ចេញពីម្ដាយរបស់ពួកគេតែពេលនេះកំឡោះមានលុយចាយច្រើនជាងមុនរាប់រយដងគេមិនខ្វល់លុយត្រឹមតែ1លានដុល្លារនេះទេគេរើសកាត់ធនាគារឲ្យអ្នកនោះចេញទៅភ្លាមលុយតិចប៉ុណ្ណឹងប៉ានិងខ្ញុំមិនត្រូវការទេកូនត្រកូលលីនឃើញកំឡោះមានចិត្តក្លាហានបែបនេះក៏បង្ខំចិត្តបើករថយន្តដែលម្ដាយគេទិញរថយន្ត Rolls Royce ចេញទៅហើយចាំគេចេញទៅសិនកូនប្រុសក៏ឲ្យប៉ានៅផ្ទះឲ្យស្រួលទៅហើយប្រាប់ថានឹងជួយគាត់ឲ្យឡើងដល់កំពូលវិញដល់ពេលនោះទើបអាចចូលស្ដីដណ្ដឹងម៉ែកូន3របស់ត្រកូលលីនបានឯប៉ាលីហើយក៏ញឹមបន្ទាប់មកកំឡោះនោះដើម្បីប្រមូលទ្រព្យសម្បត្តិចេះពីថាមួយថ្ងៃក៏លេខជុំវិញខ្លួនលឺតែពាក្យថាធាត់ការសម្រក់ការស្គមការបានរៀងស្អាតទាំងគេកែគេណោតែមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្លៀកអីក៏មិនស្អាតស្លៀកអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមអាហារផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រក់ផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបអួតចង្អោរជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយឈប់សិនចង់បញ្ឈប់នៅបញ្ហាកាន់គីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកម្ពុជាសម្រក់ទម្ងន់យ៉ាសកាបានហាសានស្រកលឿនសាហាវប្រេផ្សាយត្រឹមតែមួយគ្រាប់ដំបូងទេណានឹងចូលទៅដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឿកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមអាហារខ្ជិលហាត់ប្រាណតែចង់មករៀងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងជាតិខ្លាញ់ចិត្តពុលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសជាតិខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមានបញ្ហាធំនិងបញ្ហាជំងឺផ្សេងគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចស្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបូងទេណាស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងឲ្យបានឆាប់រហ័សក៏ប្រញាប់នាំបងប្អូនមកហាងលក់រថយន្ត Boons បន្ទាប់មកក៏ចំណាយអស់ជាង70,000 យ៉នទិញរថយន្ត Porsche មួយគ្រឿងដោយលុយសុទ្ធពេលនោះប្រព័ន្ធក៏បានសងប្រាក់ត្រឡប់មកវិញគឺ100ជាទឹកប្រាក់ជាង70លានយ៉ន
ដើម្បីអាចរកប្រាក់បានកាន់តែច្រើនឲ្យបានឆាប់រហ័សគាត់បានឲ្យបងប្អូនល្អ2នាក់ម្នាក់ឯងទៅរើសឡានមួយគ្រឿងទៅចាំគាត់ត្រឡប់មកវិញសឹមបងលុយក្រោយពីស្ដាប់ហើយបងប្អូន2នាក់រំភើបចិត្តយ៉ាងខ្លាំងលោកជាឪពុកធម៌របស់ខ្ញុំចាប់ពីពេលនេះទៅអើអ្នកទាំងពីរទៅរើសឡានដោយខ្លួនឯងទៅខ្ញុំបើកឡានចេញទៅធ្វើការបន្តិចសិនចាំត្រឡប់មកវិញសឹមបងលុយឲ្យអ្នកឯងពេលកំឡោះបើករថយន្ត Porsche មកដល់ខាងក្រៅស្រាប់តែត្រូវប្រធានក្រុមហ៊ុនស្រីស្អាតម្នាក់ខាត់ពេលកំឡោះឃើញបែបនេះទើបដឹងថានាងគឺជាស្រីស្អាតនៅលើយន្តហោះជាន់ខ្ពស់គឺអ្នកពេលដឹងថានាងប្រញាប់ទៅសាវជួញដូរភាគហ៊ុនកំឡោះក៏យល់ព្រមដឹកនាងទៅភ្លាមដោយសារតែគាត់ក៏គ្រាន់តែត្រៀមខ្លួនទៅទីនោះដើម្បីចំណាយលុយពេលពួកគេមកដល់មាត់ទ្វារសាវជួញដូរយុវជនទើបដឹងថាមូលហេតុដែលនាងមកទីនេះគឺដោយសារតែក្រុមហ៊ុនរបស់គាត់រីកចម្រើនលឿនពេកហើយត្រូវបានក្រុមហ៊ុនផ្សេងទៀតវាយប្រហារបណ្ដាលឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Len Group របស់ពួកគេធ្លាក់ចុះមកត្រឹម$18បើមិនបានចាក់លុយបន្ថែមចំនួន$7,000 លានទាន់ពេលប្រហែលជាត្រូវប្រឈមមុខនឹងការខ្សែធនហើយពេលក្មេងប្រុសម្នាក់បានឬដូច្នេះគាត់ក៏នឹកឃើញវិធីរកលុយដូច្នេះគាត់ក៏មកដល់សាលជួញដូរហើយប្រាប់អ្នកទទួលភ្ញៀវឲ្យចាក់លុយចំនួន$70 លានទៅឲ្យក្រុមហ៊ុន Len Group បន្ទាប់ពីទទួលបាន$7,000 លានដែលបានត្រឡប់មកវិញ100ដងហើយគាត់ក៏បន្តប្រាប់អ្នកទទួលភ្ញៀវឲ្យចាក់លុយទៅឲ្យLenក្រុមហ៊ុនក៏បានបោះទុនចំនួន$7,000 លានពេលដែលស្ត្រីនោះទទួលបានដំណឹងអំពីការបោះទុនទើបដឹងថាបុរសវ័យក្មេងម្នាក់កំពុងជួយគាត់ដើម្បីអរគុណបុរសវ័យក្មេងតែបានជួយគាត់ដោះស្រាយវិបត្តិស្ត្រីនោះបានអញ្ជើញគាត់ឲ្យចូលរួមពិធីជប់លៀងអបអរសាទរដែលគាត់រៀបចំហើយក៏អាចណែនាំគាត់ឲ្យសមាជិកគ្រួសារបានស្គាល់ផងដែរពេលរីដូច្នោះក្មេងប្រុសក៏ព្រមព្រៀងភ្លាមបន្ទាប់មកគេគិតក្នុងចិត្តថាបើមានលុយទាំងនេះឪពុករបស់គេនឹងលែងមានអ្នកមើលងាយទៀតហើយប៉ុន្តែនៅថ្ងៃបន្ទាប់ពេលគេដើរតាមស្ត្រីនោះមកចូលរួមពិធីជប់លៀងអបអរជ័យជំនះស្ត្រីនោះបែរជាប្រាប់ថាគាត់មានបន្តិចបន្តួចឲ្យក្មេងប្រុសចូលទៅមុនសិនតែពេលក្មេងប្រុសចូលមកបែរជាឃើញប៉ាក៏នៅទីនេះដែរកូនឯងមកទីនេះធ្វើអីកន្លែងនេះជាកន្លែងវេបមិនមែនចេះតែចូលបានទេប្រញាប់ទៅវិញទៅអូប៉ាគឺលីនយូម៉ូសុំឲ្យខ្ញុំមកបើគេមិនសុំខ្ញុំក៏មិនចង់មកដែរពេលឮដូច្នោះគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែលីនយូតែកំឡោះម្នាក់នោះនិយាយគឺជាបងស្រីច្បងរបស់ពួកគេត្រូវដឹងថាបងស្រីច្បងរបស់ពួកគេគឺជាប្រធានក្រុមហ៊ុនទឹកកកដ៏ល្បីល្បាញទូទាំងប្រទេសជាធម្មតាមិនចាប់អារម្មណ៍បុរសសោះមកចូលរួមពិធីជប់លៀងរបស់គាត់សូម្បីតែឪពុកក៏គិតថាកូនប្រុសអួតដែរបន្ទាប់មកក៏បណ្ដេញគាត់ចេញពីពិធីជប់លៀងហើយកំឡោះដែលត្រូវបណ្ដេញចេញនោះអាចមករកស្រីបានតែប៉ុណ្ណោះខណៈពេលដែលពួកគេទាំងពីរនាក់កំពុងត្រៀមខ្លួនដើម្បីស្និទ្ធស្នាលតែជាត្រូវឪពុកដែលមកដល់ឬទៅវិញកូនចៅតកូលីនីសំឡេងបុរសនៅក្នុងនោះក៏មិនហ៊ានជឿហើយនាំគ្នាមកមើលម៉េចក៏ការិយាល័យបងស្រីធំខ្ញុំមានសំឡេងបុរសបងស្រីធំកូនប្រុសចេះពីថាមួយថ្ងៃក៏លេខជុំវិញខ្លួនលឺតែពាក្យថាធាត់ការសម្រកអង្ការស្គមការបានរៀងស្អាតទាំងគេគេណោតាមមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្អីអីក៏មិនស្អាតស្អីអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមហាផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រកផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបអួតចង្អោរជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយសិនចង់បញ្ឈប់នៅបញ្ហាកាំងគីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកំពូលសម្រក់ទម្ងន់យ៉ាសកាបាន50សែនស្រកលឿនសាហាវប្រៃផ្សាយត្រឹមតែមួយគ្រាប់ដំបងទេណានឹងចូលទៅដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឿកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមហាខ្ជិលហាត់ប្រាតែចង់មករៀងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងជាតិខ្លាញ់ចិត្តពលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសជាតិខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមានបញ្ហាធំនិងបញ្ហាជំងឺផ្សេងគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចឆ្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនយ៉ាសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបងទេណាស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដង